ចោរកម្មជាបទល្មើសដែលងាយនឹងកើតមានឡើងនៅក្នុងសង្គមដោយសារកត្តាធ្វេសប្រហែសភាពក្រីក្រកត្តាអសន្តិសុខសង្គមឬការកើតឡើងនៃការប្រើប្រាស់គ្រឿងញៀនជាដើមឡើយចោរកម្មបានបង្កឲ្យមានវិជាសនកម្មនៅក្នុងសង្គមយ៉ាងច្រើនដែលយើងអាចប្រើប្រាស់ភាសាសាមញ្ញថាការខូចខាតជាពិសេសផ្នែកទ្រព្យសម្បត្តិរបស់ជនរងគ្រោះព្រមទាំងធ្វើឲ្យប៉ះពាល់ទៅដល់របៀបរៀបរយនិងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងសង្គមផងដែរទ្រព្យសម្បត្តិឬវត្ថុមួយចំនួនដែលកើតឡើងអំពីអំពើចោរកម្មអាចនឹងត្រូវជនល្មើសយកទៅលក់ឬយកទៅបញ្ចាំឬក៏យកទៅប្រើប្រាស់ឬក៏យកទៅចែកចាយជាដើមឡើយក្នុងករណីខ្លះមានបុគ្គលមួយចំនួនតូចបានដឹងនិងមានចេតនាទទួលបញ្ចាំវត្ថុទាំងអស់នោះក្នុងគោលបំណងកេងចំណេញពីការទិញដូរការបញ្ចាំដែលជាកម្មវត្ថុនៃអំពើចោរកម្មត្រូវបានចាត់ទុកជាបទល្មើសផងដែរដែលសកម្មភាពបែបនេះត្រូវបានចាត់ទុកជាបទល្មើសទទួលផលចោរកម្មសួស្តីប្រិយមិត្តអ្នកស្ដាប់ podcast របស់យើងជាទីរាប់អាននៅក្នុងអេពីសូតនេះខ្ញុំនឹងនាំប្រិយមិត្តបន្តធ្វើការស្វែងយល់អំពីបទល្មើសព្រហ្មទណ្ឌមួយប្រភេទនោះគឺបទល្មើសទទួលផលចោរកម្មជាទូទៅនៅក្នុងសង្គមយើងឃើញថាមានបុគ្គលខ្លះបានដឹងបានឮថាបុគ្គលណាម្នាក់ឬក៏ក្រុមចោរឬក៏សកម្មភាពចោរកម្មដែលកើតឡើងនៅក្នុងសហគមន៍បានកើតមានឡើងហើយយកទ្រព្យសម្បត្តិទាំងអស់នោះយកមកលក់ពេលខ្លះក៏ដោះដូរពេលខ្លះក៏បញ្ចាំជាដើមបើទោះបីជាគ្មានលិខិតឯកសារនិងគ្មានប្រភពច្បាស់លាស់ក៏ដោយក៏ភាគីមួយខាងទៀតដែលជាអ្នកទទួលបញ្ចាំអ្នកទិញឬក៏អ្នកទទួលយកការដោះដូរនឹងមានចេតនាពេញលេញនៅក្នុងការទទួលយកកម្មវត្ថុនោះពីព្រោះអីវាអាចធ្វើឲ្យមានផលចំណេញអាចចំណេញច្រើនឬក៏មានប្រៀបនៅក្នុងការធ្វើសកម្មភាពដោះដូរបញ្ចាំឬក៏ទិញលក់នោះតែម្ដងអំពើដែលមានចេតនានៅក្នុងការដោះដូរបញ្ចាំឬក៏ទិញលក់រាល់កម្មវត្ថុទាំងឡាយរាល់វត្ថុទាំងឡាយរាល់របស់ទាំងឡាយដែលកើតឡើងពីអំពើចោរកម្មនៅក្នុងក្រមព្រហ្មទណ្ឌនៃប្រជាណាចក្រកម្ពុជាបានកំណត់ថានោះគឺជាបទល្មើសទទួលផលចោរកម្មដូច្នេះយើងនឹងនាំប្រិយមិត្តធ្វើការស្វែងយល់អំពីបទល្មើសទទួលផលចោរកម្មនេះថាតើជាប្រភេទបទល្មើសដែលមានទម្រង់យ៉ាងដូចម្តេចហើយមានស្ថានទម្ងន់ទោសយ៉ាងដូចម្តេចដែលបានកំណត់នៅក្នុងក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជាយើងធ្វើការផ្ដើមស្វែងយល់អំពីបទល្មើសទទួលផលចោរកម្មដែលជាប្រភេទបទល្មើសមជ្ឈិមត្រូវបានបញ្ញត្តិនៅក្នុងមាត្រា399នៃក្រមព្រហ្មទណ្ឌឆ្នាំ2009ដែលត្រូវកំណត់និយមន័យថាគឺជាអំពើទទួលលាក់បំបាំងរក្សាទុកឬបញ្ជូនវត្ថុអ្វីមួយដោយដឹងថាវត្ថុនោះបានមកពីបទឧក្រិដ្ឋឬក៏បទមជ្ឈិមអនុលោមតាមខ្លឹមសារនៃមាត្រា399នេះបានបង្ហាញថាប្រសិនបើជនណាម្នាក់បានទទួលលាក់បាំងឬបញ្ជូនវត្ថុអ្វីមួយដោយខ្លួនបានដឹងវត្ថុនោះថាគឺជាវត្ថុដែលបានមកពីការប្រព្រឹត្តបទល្មើសនោះគឺជាបទល្មើសទទួលផលចោរកម្មឬក៏អំពើទទួលផលចោរកម្មដើម្បីឲ្យប្រិយមិត្តងាយស្រួលនៅក្នុងការស្វែងយល់អំពីទម្រង់នៃបទល្មើសមួយនេះហើយអាចកើតឡើងញឹកញាប់នៅក្នុងសង្គមកម្ពុជាជាប្រភេទដូច្នេះខ្ញុំយកករណីសិក្សាពាក់ព័ន្ធជាមួយនឹងការធ្វើអាជីវកម្មឬក៏ការទិញលក់ម៉ូតូឬការប្រចាំម៉ូតូអញ្ចឹងទៅយកម៉ូតូធ្វើជាកម្មវត្ថុពីព្រោះអីសកម្មភាពបែបនេះអាចកើតមានឡើងនៅក្នុងសង្គមហើយក៏មានយុវជនក៏មានប្រជាពលរដ្ឋខ្លះរងគ្រោះដោយសារតែករណីទាំងអស់នេះផងដែរលោកអេបានបើកហាងប្រចាំមកកន្លែងលោកអេក៏បានដឹងដែរថាលោក B មានម៉ូតូមួយគ្រឿងដែលជាម៉ូតូពុំមានប្រភពច្បាស់លាស់ហើយសង្ស័យថាជាម៉ូតូដែលបានមកពីប្រភពទុច្ចរិតហើយពេលខ្លះសង្ស័យថាបានលួចគេផងបាទប៉ុន្តែលោកអេនៅតែទទួលទិញម៉ូតូនោះ
ពីលោក B ដដែលនៅក្នុងតម្លៃមួយដែលទាបបំផុតដោយសារតែម៉ូតូនោះពុំមានប័ណ្ណសម្គាល់ច្បាស់លាស់ពុំមានលិខិតបញ្ជាក់ពុំមានប្រវត្តិចាត់តាំងឯកសារឬក៏ប្រតិបត្តិការផ្ទេរអីច្បាស់លាស់ហើយដោយសារតែនេះហើយអាចធ្វើឲ្យលោក A មានឱកាសទទួលបានផលចំណេញខ្ពស់ពីការជួញដូរម៉ូតូនេះនិងការទិញម៉ូតូពីលោក B ករណីខាងលើនេះជាកត្តានិស្សានុគោលលោក A គឺបានប្រព្រឹត្តបទល្មើសទទួលផលចោរកម្មហើយដែលលោកនឹងត្រូវប្រឈមមុខជាមួយនឹងផ្លូវច្បាប់ជាពិសេសគឺការដាក់ទោសទណ្ឌនៅក្នុងក្របខ័ណ្ឌច្បាប់នៃប្រជាណាចក្រកម្ពុជាផងដែរយើងមើលទៅលើទស្សនវិជ្ជាផ្សេងទៀតដែលមានសកម្មភាពមួយចំនួនទៀតដែលគេចាត់ទុកជាការទទួលផលចោរកម្មផងដែរដែលសកម្មភាពទាំងនោះមានដូចតទៅអំពើធ្វើជាអន្តរការីដើម្បីបញ្ជូនវត្ថុអ្វីមួយដោយដឹងថាវត្ថុនោះបានមកពីការប្រព្រឹត្តបទឧក្រិដ្ឋឬក៏មជ្ឈិមអំពើដែលទទួលផលពីផលនៃបទឧក្រិដ្ឋឬបទមជ្ឈិមដោយបានដឹងហេតុការណ៍ច្បាស់បើយោងតាមមាត្រា400នៃក្រមព្រហ្មទណ្ឌអំពើទទួលផលចោរកម្មនឹងត្រូវប្រឈមមុខជាមួយនឹងការជាប់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំព្រមទាំងពិន័យជាប្រាក់ពី4លានរៀលដល់10លានរៀលផងដែរបើសិនជាបទល្មើសនេះមានស្ថានទម្ងន់បើយើងមើលទៅលើក្រមព្រហ្មទណ្ឌមាត្រា401ដែលបានចែងអំពីស្ថានទម្ងន់ទោសដែលមានចំណុចសំខាន់ចំនួន3ត្រូវបានចាត់ទុកថាជាស្ថានទម្ងន់ទោសគឺទី1ការលួចជាទម្លាប់ឬក៏សកម្មភាពនឹងកើតឡើងជាទម្លាប់ទី2ដោយប្រើប្រាស់ភាពងាយស្រួលនៃការប្រកបសកម្មភាពវិជ្ជាជីវៈផ្ដល់ឲ្យទី3ការប្រព្រឹត្តជាក្រុមមានការចាត់តាំងអញ្ចឹងបើសិនជានៅក្នុងទម្រង់អំពើទទួលផលចោរកម្មនឹងមានទម្រង់3ហ្នឹងនឹងត្រូវចាត់ទុកថាមានស្ថានទម្ងន់ទោសហើយការធ្វើហ្នឹងវាជាទម្លាប់មានខ្សែរយៈមានការចាត់តាំងឲ្យច្បាស់លាស់ហើយមានវិជ្ជាជីវៈអីណាប្រកបវិជ្ជាជីវៈយកមកភ្លាមបំបែកម៉ូតូនឹងភ្លាមឬក៏យកមកភ្លាមកែច្នៃលេខកូដចេញបានខ្លាំងខ្លាយអីជាដើមឧទាហរណ៍អញ្ចឹងឬក៏ការលួចនឹងមានការចាត់តាំងច្បាស់លាស់បានន័យថាគេមានខ្សែរយៈខ្សែបណ្ដាញរៀបចំជាបណ្ដាញអូខេអ្នកឯងយកមកខ្ញុំនឹងតែទិញហើយអាទាំងអស់ហ្នឹងក៏ត្រូវបានចាត់ទុកថាអំពើដែលមានស្ថានទម្ងន់ទោសដែរដែលអំពើទាំងអស់ហ្នឹងគឺអាចនឹងត្រូវប្រឈមមុខការជាប់ពន្ធនាគារពី5ឆ្នាំដល់10ឆ្នាំនោះគឺជាទោសដែលអាចប្រឈមមុខជាប់ច្រើនជាងករណីទូទៅដោយឡែកអតិបរមានៃទោសពិន័យអាចស្មើនឹងតម្លៃវត្ថុនៃអំពើទទួលផលចោរកម្មដែលមានចែងនៅក្នុងមាត្រា402សរុបមកការទទួលផលចោរកម្មគឺជាបទល្មើសមួយប្រភេទដែលមានលក្ខណៈបំពេញបន្ថែមឲ្យបទល្មើសផ្សេងទៀតការទទួលផលចោរកម្មមិនសំដៅទៅលើតែការទទួលផលបានមកពីបទល្មើសលួចនោះទេដែលមានន័យថាបទល្មើសផ្សេងទៀតឬក៏ផលផ្សេងទៀតដែលបានមកពីបទល្មើសមជ្ឈិមឬក៏ការប្រព្រឹត្តបទឧក្រិដ្ឋផ្សេងទៀតដែលមិនមែនជាអំពើលួចហ្នឹងហើយយកទៅលក់យកទៅប្រចាំយកទៅអីហ្នឹងក៏អាចក្លាយទៅជាកម្មវត្ថុនៃការទទួលផលចោរកម្មបានដែរនៅក្នុងអេពីសូតនេះយើងក៏ចង់ដាស់តឿនទៅដល់ប្រិយមិត្តអ្នកស្ដាប់អំពីប្រភេទនៃការទទួលផលចោរកម្មនេះដែរសូមឲ្យមានការប្រយ័ត្នប្រយែងនៅក្នុងការទទួលទិញសូមឲ្យមានការប្រយ័ត្នប្រយែងនៅក្នុងការទទួលសិទ្ធិលើការបញ្ចាំសូមឲ្យមានការប្រយ័ត្នប្រយែងនៅក្នុងការដោះដូរយើងគួរតែមានលិខិតច្បាស់លាស់នៅក្នុងដំណើរការនៃការទិញលក់ដោះដូរបញ្ចាំព្រមទាំងចំពោះវត្ថុចលនវត្ថុឬក៏អចលនវត្ថុអីដែលមានប្រភពដែលមានអត្តសញ្ញាណគួរតែមានឯកសារឧទាហរណ៍ម៉ូតូឡានទូរស័ព្ទអីហ្នឹងគួរតែមានលិខិតច្បាស់លាស់ដើម្បីធានាថាយើងនឹងមិនខ្លាចទៅជាអ្នកទទួលផលចោរកម្មដែលអាចប្រឈមមុខជាមួយនឹងការជាប់ទោសទណ្ឌពេលខ្លះយើងអត់មានចេតនាទេប៉ុន្តែភាពធ្វេសប្រហែសរបស់យើងឬក៏ភាពចង់ចំណេញរបស់យើងដោយអត់ខ្វល់អ្នកឯងយកពីណាក៏យកទៅលួចពីណាក៏លួចទៅខ្ញុំអត់ខ្វល់ទេអញ្ចឹងយើងចង់ចំណេញខ្លាំងពេកអាចធ្វើឲ្យយើងមានបទល្មើសហើយជាទូទៅនៅក្នុងករណីសិក្សានឹងមិត្តភ័ក្តិម្នាក់គាត់មានប្អូនរបស់គាត់ទិញម៉ូតូពី
ពីក្រុមចៅដែលលួចកោះផ្ទះហ្នឹងដល់ពេលដែលគេចាប់បានក្រុមចៅគេចាប់គាត់ដែរគេឲ្យដោយសារតែគាត់ហ្នឹងគេចាត់ទុកថាទទួលផលចោរកម្មដោយសារគាត់បានទិញម៉ូតូហ្នឹងពីក្រុមចៅហើយគាត់អត់ដឹងដែរគាត់គ្រាន់តែឃើញថាម៉ូតូហ្នឹងវាធូរថ្លៃម៉ូតូហ្នឹងវាមើលទៅចំណេញច្រើនគាត់ទិញទៅហើយចុងក្រោយគាត់ខ្លួនឯងហ្នឹងក៏ត្រូវប្រឈមមុខជាមួយនឹងបទល្មើសដែរបើសិនជាក្នុងករណីអចេតនាខ្ញុំគិតថាមិនអីទេវាអាចធ្វើឲ្យយើងមិនប្រឈមមុខផ្លូវច្បាប់អីណាទេប៉ុន្តែយ៉ាងហោចណាស់បើសិនជាមានទំនាក់ទំនងអាជ្ញាធរចង់គេខាត់ខ្លួនយើងសិនហើយអញ្ចឹងវាធ្វើឲ្យយើងខាតពេលខាតគេឈ្មោះប្រឈមមុខជាមួយនឹងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌឬក៏ខាតពេលវេលាដោយសារមានការចាប់ខ្លួនឬក៏ការឃុំខ្លួនក្នុងរយៈពេលខ្លីហ្នឹងករណីដែលជនដែលគេចោទនឹងអត់ដឹងរឿងអត់អីជួនកាលក៏អត់ដឹងមែនហើយកម្មវត្ថុនៃរឿងហ្នឹងវាទូចដូចជាជៀនដូចជាកវលដូចជាអីហ្នឹងពេលខ្លះវាទូចពេកអត់ចាំបាច់អត់មានពេលវេលាគ្រប់គ្រាន់នៅក្នុងការទៅរកឯកសារអញ្ចឹងវាអាចធ្វើឲ្យគាត់រួចខ្លួនដែរប៉ុន្តែគាត់រួចខ្លួនពីបទល្មើសប៉ុន្តែឧទាហរណ៍គេចាប់គាត់នៅពេលដែលគេចាប់គាត់ខាតពេលនៅក្នុងពេលដែលគេឃុំខ្លួនពី2ថ្ងៃឬក៏អាយកាចៅក្រមស៊ើបអីហ្នឹងគេបញ្ជូនទៅតុលាការបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននឹងធ្វើឲ្យខាតពេលវេលាអាហ្នឹងប្រកាសណាកាលណាចូលទៅដល់នីតិវិធីតុលាការគេមើលឃើញគេសង្ស័យហើយទោះបីជាគាត់មិនមែនជាពិរុទ្ធជនឬក៏ជនជាប់ចោទមិនមែនជាអ្នកប្រព្រឹត្តក៏ដោយក៏គាត់ត្រូវបានគេឃុំខ្លួនបណ្ដោះអាសន្នដែរអញ្ចឹងវាធ្វើឲ្យយើងខាតពេលជារួមខ្ញុំយល់ថាការទិញទ្រព្យសម្បត្តិអីផ្សេងការទិញអីផ្សេងដែលម៉ូតូឡានអចលនវត្ថុឬក៏វត្ថុណាដែលយើងអាចកំណត់អត្តសញ្ញាណបានហើយគួរតែមានឯកសារអីត្រឹមត្រូវហ្នឹងគួរតែមានការសាកសួរជាមុនមិនថាប្រចាំមិនថាទិញមិនថាដោះដូរទេដើម្បីបង្ការនិងជៀសវាងកុំឲ្យយើងជួបនៅបទល្មើសទទួលផលចោរកម្មនេះហើយវាធ្វើឲ្យយើងខាតពេលវេលាផងវាធ្វើឲ្យយើងប្រឈមមុខជាមួយនឹងផ្លូវច្បាប់ផងជារួមនៅក្នុងអេពីសូតនេះគឺយើងព្យាយាមឲ្យប្រិយមិត្តស្វែងយល់អំពីបទល្មើសទទួលផលចោរកម្មខ្ញុំយល់ថាវាជាផ្នែកមួយនៃចំណេះដឹងហើយនឹងធ្វើឲ្យយើងមានការប្រយ័ត្នប្រយែងដែរជាពិសេសនៅកន្លែងប្រចាំហើយនិងកន្លែងទិញលក់វិនទីចុងក្រោយខ្ញុំសូមអរគុណប្រិយមិត្តអ្នកស្ដាប់ podcast របស់យើងដែលចូលរួមជាមួយយើងនៅក្នុងការស្វែងយល់អំពីចំណេះដឹងផ្នែកច្បាប់បទល្មើសផ្សេងនៅក្នុងសង្គមដែលធ្វើឲ្យប្រិយមិត្តអាចជៀសវាងនឹងការការពារខ្លួនកុំឲ្យមានភាពធ្វេសប្រហែសណាមួយដែលចូលទៅក្នុងផ្នែកណាមួយនៃបទល្មើសទោះបីជាចេតនាឬក៏អចេតនាក៏ដោយវាអាចនឹងធ្វើឲ្យយើងប៉ះពាល់ទៅដល់ពេលវេលាការខូចខាតកេរ្តិ៍ឈ្មោះនិងការខាតបង់ទ្រព្យសម្បត្តិផ្សេងដែរដូច្នេះមានតែការការពារខ្លួនការប្រយ័ត្នការស្វែងយល់អំពីប្រភពនៃវត្ថុដែលគេយកមកលក់ឲ្យយើងយកមកប្រចាំឲ្យយើងឬក៏មកទិញលក់ជាមួយយើងហ្នឹងដើម្បីឲ្យយើងមានសុវត្ថិភាពនៅក្នុងដំណើរការនៃការប្រតិបត្តិការនោះអរគុណប្រិយមិត្តជាទីរាប់អានដែលតែងតែស្ដាប់នៅ podcast របស់យើងជូនពរឲ្យប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អនិងសំណាងល្អនៅក្នុងជីវិតសូមអរគុណសូមជម្រាបលា